ជំរាបសួរនិងសួស្តីសម្រាប់ប្រិយមិត្តទាំងអស់ដែលតែងតែបានទស្សនាជាមួយនឹងវីដេអូរបស់យើងខ្ញុំដែលធ្វើតាក់ទងទៅនឹងមហាសិទ្ធិពិភពលោកកន្លងទៅរយៈពេលជាច្រើនឆ្នាំដែលខ្ញុំមិនបានធ្វើវីដេអូតាក់ទងនឹងមហាសិទ្ធិពិភពលោកចំពោះការផ្ទុះឡើងនៃបញ្ញាសិប្បនិម្មិត AI បានធ្វើឲ្យទីផ្សារមានការប្រែប្រួលរួមនឹងគោលនយោបាយសារពើពន្ធមួយចំនួនរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យមានការបង្កើតឡើងនូវសហគ្រិននិងអ្នកវិនិយោគរួមទាំងអ្នកស្នងមរតកដែលមានចំនួន 3428 នាក់បានជាប់ក្នុងបញ្ជីមហាសេដ្ឋីពិភពលោកនៅក្នុងឆ្នាំនេះដែលវាមានចំនួនច្រើនជាងឆ្នាំ2025ចំនួន400នាក់ពួកគេមានទ្រព្យសម្បត្តិច្រើនជាងពេលណាក្នុងនោះសហរដ្ឋអាមេរិកជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេដោយមានកំណត់ត្រា989នាក់រួមទាំង15នាក់ក្នុងចំណោមកំពូល20នាក់ប្រទេសចិនរួមទាំងហុងកុងគឺជាប្រទេសបន្ទាប់ដូច្នេះសូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះគឺជាកំពូលមហាសេដ្ឋីពិភពលោកទាំង10រូបមហាសេដ្ឋីលេខរៀងទី10គឺលោក Amancio Ortega ទឹកប្រាក់សរុបមានចំនួន$148,000 លានលោក Amancio Ortega គឺជាជនជាតិអេស្ប៉ាញនិងជានាយកក្រុមហ៊ុនលក់សម្លៀកបំពាក់ដែលធំជាងគេនៅលើពិភពលោកក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យម៉ូដលោកបានសហការបង្កើតនៅក្រុមហ៊ុនមួយដែលមានឈ្មោះថា Inditex ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតខ្សែសង្វាក់ម៉ូដឈ្មោះ Zara ជាមួយនឹងអតីតភរិយារបស់លោកគឺអ្នកស្រី Rosalia Mera ដែលបានស្លាប់នៅក្នុងឆ្នាំ2013លោកមានភាគហ៊ុនប្រហែលជា 60% នៃក្រុមហ៊ុន Inditex ដែលបានចុះបញ្ជីនៅក្នុងទីក្រុង Madrid ដែលមានម៉ាកយីហោចំនួន7រួមមានទាំង Massimo Dutti និង Pull & Bear និងហាងចំនួន 5000 នៅជុំវិញពិភពលោកនៅឆ្នាំ2022បន្ទាប់ពីធ្វើការនៅក្នុង Inditex អស់រយៈពេល15ឆ្នាំកូនស្រីរបស់លោកគឺអ្នកស្រី Marta Ortega Perez បានក្លាយជាប្រធានក្រុមហ៊ុនលោក Ortega រកបានប្រាក់ចំណូលជាង$400 លានជាភាគលាភប្រចាំឆ្នាំដែលលោកវិនិយោគឡើងវិញជាចម្បងទៅលើវិស័យអចលនទ្រព្យទូទាំងទ្វីបអឺរ៉ុបនិងអាមេរិកខាងជើងមហាសេដ្ឋីលេខរៀងទី9គឺលោក Warren Buffett Warren Buffett មានទឹកប្រាក់ចំនួន$149,000 លានលោក Warren Buffett ដែលត្រូវបានគេស្គាល់ថាជាអ្នកព្យាករណ៍នៃ Omaha គឺជាអ្នកវិនិយោគដ៏ជោគជ័យបំផុតលោក Warren Buffett មានក្រុមហ៊ុន Berkshire Hathaway ដែលជាម្ចាស់ក្រុមហ៊ុនរាប់សិបរួមទាំងក្រុមហ៊ុនធានារ៉ាប់រង Chase និងក្រុមហ៊ុនផលិតថ្ម Duracell និងខ្សែសង្វាក់ភោជនីយដ្ឋាន Dairy Queen លោកបានចូលនិវត្តន៍ពីតំណែងនាយកប្រតិបត្តិនៅឆ្នាំ2025ជាកូនប្រុសរបស់សមាជិកសភាអាមេរិកម្នាក់លោកបានទិញភាគហ៊ុនជាលើកដំបូងនៅក្នុងអាយុ11ឆ្នាំនិងបានបង់ពន្ធជាលើកដំបូងនៅអាយុ13ឆ្នាំលោកបានសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិជាង 99% របស់លោករហូតមកដល់ពេលនេះលោកបានបរិច្ចាគចំនួន$68,000 លានភាគច្រើនតាមរយៈមូលនិធិ Gates និងមូលនិធិធំរួមទាំងកូនរបស់លោកផងដែរក្នុងឆ្នាំ2010លោកនិង Bill Gates បានចាប់ផ្ដើមធ្វើកិច្ចសន្យាផ្ដល់អំណោយដោយស្នើសុំឲ្យមហាសេដ្ឋីផ្សេងទៀតបដិញ្ញាចិត្តបរិច្ចាគយ៉ាងហោចណាស់ក៏ពាក់កណ្ដាលនៃទ្រព្យសម្បត្តិរបស់ពួកគេឲ្យទៅជាបុព្វហេតុសប្បុរសធម៌មហាសេដ្ឋីលំដាប់លេខរៀងទី8គឺលោក Jensen Huang មានទ្រព្យសម្បត្តិសុទ្ធចំនួន$154,000 លានលោក Jensen Huang គឺជាស្ថាបនិកក្រុមហ៊ុនផលិតបន្ទះ chip graphic Nvidia ក្នុងឆ្នាំ1993ហើយបានបម្រើជានាយកប្រតិបត្តិនិងជាប្រធានចាត់តាំងចាប់ពីពេលនោះមកលោក Huang មានភាគហ៊ុន 3% នៃ Nvidia ដែលគាត់បានចុះបញ្ជីជាសាធារណៈនៅក្នុងឆ្នាំ1999កើតនៅតៃវ៉ាន់លោក Huang បានផ្លាស់ប្ដូរទៅនៅប្រទេសថៃតាំងពីក្មេងប៉ុន្តែគ្រួសាររបស់គាត់ក៏បានបញ្ជូនគាត់និងប្អូនប្រុសរបស់គាត់ទៅនៅសហរដ្ឋអាមេរិកនៅពេលដែលមានភាពចលាចលស៊ីវិលបានកើតឡើងនៅក្នុងប្រទេសអាស៊ីក្រោមការដឹកនាំរបស់លោក Huang Graphic GPU របស់ Nvidia បានក្លាយទៅជាការលេចធ្លោដំបូងគេនៅក្នុងវិស័យ game
ហើយឥឡូវនេះនៅក្នុងវិស័យ AI បានជំរុញឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនកើនលើសពី $4,000 លាននៅឆ្នាំ 2025 គាត់បានផ្ដល់ជំនួយចំនួន $30 លានដល់សាកលវិទ្យាល័យ Stanford សម្រាប់មជ្ឈមណ្ឌលវិស្វកម្មហើយនៅក្នុងឆ្នាំ 2022 បានផ្ដល់ជំនួយចំនួន $50 លានដល់សាកលវិទ្យាល័យ Oregon សម្រាប់ការស្រាវជ្រាវមជ្ឈមណ្ឌលវិស្វកម្មដូចគ្នាផងដែរមហាសេដ្ឋីលំដាប់លេខរៀងទី 7 គឺលោក Bernard Arnault និងគ្រួសាររបស់លោកដែលមានទឹកប្រាក់សរុបចំនួន $171,000 លានលោក Bernard Arnault គឺជាអ្នកគ្រប់គ្រងអាណាចក្ររបស់ LVMH ដែលមានម៉ាកយីហោបំពាក់និងគ្រឿងសម្អាងចំនួន 75 រួមទាំង Louis Vuitton និង Sephora LVMH បានទិញយកក្រុមហ៊ុនគ្រឿងអលង្ការអាមេរិកឈ្មោះ Tiffany និង CO ក្នុងឆ្នាំ 2021 ក្នុងតម្លៃ $15,000 លានដែលត្រូវបានគេជឿថាជាការទិញម៉ាកយីហោប្រណិតដ៏ធំបំផុតមិនធ្លាប់មានក្រុមហ៊ុនមេ Agashi របស់ Arnault គាំទ្រដោយក្រុមហ៊ុនវិនិយោគឈ្មោះ Atlas Venture ដែលជាអ្នកវិនិយោគទៅលើអាជីវកម្មដូចជា Netflix និងក្រុមហ៊ុនមេ TikTok Biden ឪពុករបស់គាត់រកប្រាក់ចំណេញតិចតួចក្នុងវិស័យសំណង់Arnault បានចាប់ផ្ដើមដោយការវិនិយោគចំនួន $15,000 លានពីអាជីវកម្មនោះដើម្បីទាញយក Christian Dior ក្នុងឆ្នាំ 1984 កូនទាំង 5 របស់ Arnault ធ្វើការនៅ LVMH ទាំងអស់ LVMH គឺជាអ្នកឧបត្ថម្ភសំខាន់ក្នុងព្រឹត្តិការណ៍អូឡ িম্প ពិកទីក្រុងប៉ារីសឆ្នាំ 2024 ហើយរួមជាមួយនឹង Arnault បានចូលរួមថវិកា €200 លានដល់ការជួសជុលវិហារ Notre Dame ដែលបានបើកឲ្យដំណើរការឡើងវិញនៅខែធ្នូឆ្នាំ 2024 មហាសេដ្ឋីលំដាប់លេខរៀងទី 6 គឺលោក Larry Ellison ដែលមានទ្រព្យសម្បត្តិសរុប $190,000 លានLarry Ellison គឺជាប្រធានផ្នែកបច្ចេកវិទ្យានិងស្ថាបនិករបស់ក្រុមហ៊ុនយក្សផ្នែក Software Oracle ដែលលោកមានភាគហ៊ុនប្រហែលជា 40% លោក Ellison បានលាលែងពីតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oracle ក្នុងឆ្នាំ 2014 បន្ទាប់ពីកាន់តំណែងអស់រយៈពេល 37 ឆ្នាំនៅក្នុងខែកញ្ញាឆ្នាំ 2025 លោកបានក្លាយជាមនុស្សទី 2 ដែលមានទ្រព្យសម្បត្តិជាង $400,000 លានដោយសារតែការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Oracle ដោយជំរុញដោយ AI នៅក្នុងឆ្នាំ 2012 លោកបានទិញស្ទើរតែទាំងអស់នៃកោះ Lanai របស់រដ្ឋ Hawaii ក្នុងតម្លៃ $300 លានលោក Ellison បានអង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla ពីឆ្នាំ 2018 ដល់ឆ្នាំ 2022 លោកមានភាគហ៊ុនចំនួន 45 លានហ៊ុនដែលបានកែប្រែសម្រួលបំបែកមុនពេលដែលចុះចេញពីតំណែងនាយកលោក Ellison គឺជាម្ចាស់ភាគហ៊ុន 50% នៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយយក្ស Paramount Skydance ដែលបានបង្កើតឡើងបន្ទាប់ពីការរួមបញ្ចូលគ្នាជិត $28,000 លាននៃតម្លៃសហគ្រាសរបស់ Paramount និងកូនរបស់គាត់គឺលោក David Skydance ក្នុងខែសីហាឆ្នាំ 2025 មហាសេដ្ឋីលំដាប់លេខរៀងទី 5 គឺលោក Mark Zuckerberg ទ្រព្យសម្បត្តិសរុបមានចំនួន $222,000 លានលោក Mark Zuckerberg បានផ្សព្វផ្សាយ Facebook ជាសាធារណៈក្នុងឆ្នាំ 2012 ឥឡូវនេះគាត់មានភាគហ៊ុន 13% នៃភាគហ៊ុនក្រុមហ៊ុន Facebook បានប្តូរឈ្មោះទៅជា Meta ក្នុងឆ្នាំ 2021 ដើម្បីផ្លាស់ប្តូរការផ្ដោតអារម្មណ៍របស់ក្រុមហ៊ុនទៅជា Metaverse មហាសេដ្ឋីលេខរៀងទី 4 គឺលោក Jeff Bezos មានទ្រព្យសម្បត្តិសរុបចំនួន $224,000 លានJeff Bezos បានបង្កើតនៅក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សឈ្មោះថា Amazon ក្នុងឆ្នាំ 1994 លោក Bezos បានលាលែងពីតំណែងនាយកប្រតិបត្តិនិងក្លាយជាប្រធានប្រតិបត្តិនៅក្នុងឆ្នាំ 2021 គាត់មានភាគហ៊ុនសរុបចំនួន 8% នៃហ៊ុនរបស់ក្រុមហ៊ុនគាត់និងភរិយារបស់គាត់បានលែងលះគ្នាក្នុងឆ្នាំ 2019 បន្ទាប់ពីរៀបការបាន 25 ឆ្នាំនៅឆ្នាំ 2020 លោក Bezos បានសន្យានឹងបរិច្ចាគចំនួន $10,000 លានដល់បុព្វហេតុអាកាសធាតុនៅឆ្នាំ 2030 តាមរយៈមូលនិធិ Bezos Earth Fund របស់គាត់បានផ្ដល់ជំនួយចំនួន $2,000 លានរហូតមកដល់ពេលនេះគាត់គឺជាម្ចាស់ The Washington Post និង Blue Origin ដែលជាក្រុមហ៊ុនអវកាស
ដែលអភិវឌ្ឍនៅវិស័យរ៉ុកែតគាត់បានហោះហើរទៅកាន់លំហអាកាសមួយរយៈខ្លីក្នុងឆ្នាំ2021លោក Bezos បាននិយាយទៅកាន់បទសម្ភាសន៍ក្នុងឆ្នាំ2022ជាមួយនឹង CNN ថាគាត់នឹងមានគម្រោងបរិច្ចាគទ្រព្យសម្បត្តិជាច្រើនរបស់គាត់ក្នុងជីវិតរបស់គាត់ដោយមិនបង្ហាញព័ត៌មានលម្អិតជាក់លាក់ណាមួយនោះទេមហាសេដ្ឋីលំដាប់លេខរៀងទី3គឺលោក Sergey Brin ទ្រព្យសម្បត្តិសរុបមានចំនួន$237,000 លានលោក Sergey Brin គឺបានលាលែងពីតំណែងជាប្រធាន Alphabet ដែលជាក្រុមហ៊ុនមេយក្សរបស់ Google ក្នុងឆ្នាំ2019ក្រុមហ៊ុន Google បានចុះបញ្ជីសាធារណៈក្នុងឆ្នាំ2004ហើយចាប់ផ្ដើមធ្វើពាណិជ្ជកម្មក្រោមឈ្មោះ Alphabet ដែលជាក្រុមហ៊ុនមេដែលទើបបង្កើតក្នុងឆ្នាំ2015ហើយលោក Brin បានបរិច្ចាគទឹកប្រាក់ចំនួន$2,000 លានក្នុងការស្រាវជ្រាវជំងឺ Parkinson ដែលផ្ដោតក្នុងការបរិច្ចាគសប្បុរសធម៌របស់លោកទៅលើស្ថានភាពនៃប្រព័ន្ធសរសៃប្រសាទកណ្ដាលរួមនឹងការប្រែប្រួលអាកាសធាតុផងដែរមហាសេដ្ឋីលំដាប់លេខរៀងទី2គឺលោក Larry Page ទឹកប្រាក់សរុបមានចំនួន$257,000 លានLarry Page បានលាលែងតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google លោកបានបង្កើត Google ក្នុងឆ្នាំ1988ជាមួយនឹងមិត្តរួមថ្នាក់របស់លោកគឺលោក Sergey Brin លោក Page គឺជានាយកប្រតិបត្តិរហូតដល់ឆ្នាំ2001ដែលនៅពេលដែល Eric Schmidt បានឡើងកាន់តំណែងបន្ទាប់ពីលោកក្នុងឆ្នាំ2011រហូតដល់2015នៅពេលដែលលោកបានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនមេថ្មីរបស់ Google គឺ Alphabet មហាសេដ្ឋីលំដាប់លេខរៀងទី1គឺជាមហាសេដ្ឋីដែលមានប្រាក់ច្រើនជាងគេបំផុតនៅលើពិភពលោកបានទៅលើលោក Elon Musk ដែលមានទ្រព្យសម្បត្តិសរុបចំនួន$839,000 លានលោក Elon Musk បានក្លាយទៅជាមហាសេដ្ឋីដំបូងគេរបស់ពិភពលោកនៅថ្ងៃទី12មិថុនានៅពេលដែលក្រុមហ៊ុនរបស់លោកគឺ SpaceX បានចេញលក់ភាគហ៊ុនជាសាធារណៈក្រុមហ៊ុន SpaceX បានបើកតែមួយថ្ងៃនៃការជួញដូរដំបូងរបស់ខ្លួនជាក្រុមហ៊ុនសាធារណៈក្នុងតម្លៃជិត$2,000 លានលោក Elon Musk មានភាគហ៊ុន 38% នៃក្រុមហ៊ុនរួមទាំងជម្រើសជាច្រើនទៀតលោកគឺជាស្ថាបនិកនៃក្រុមហ៊ុនចំនួន7រួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនផលិតរ៉ុកែត SpaceX និងក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មបញ្ញាសិប្បនិម្មិត AI SpaceX ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2002និងបានទិញយក XAI កាលពីខែកុម្ភៈក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃក្រុមហ៊ុនរួមបញ្ចូលគ្នាទៅដល់$1.25,000 លានTwitter របស់លោកត្រូវបានទិញយកក្នុងឆ្នាំ2022រួមបញ្ចូលគ្នាទៅជា XAI ជិត1ឆ្នាំមុនលោកមានភាគហ៊ុនជិត 11% នៃក្រុមហ៊ុន Tesla ដែលលោកមានការគាំទ្រជាលើកដំបូងក្នុងឆ្នាំ2004ហើយដែលលោកបានដឹកនាំនាយកប្រតិបត្តិកាលពីឆ្នាំ2008នោះមិនរាប់បញ្ចូលភាគហ៊ុនដែលមិនទាន់បានបញ្ចូលផ្ដល់សិទ្ធិពីពានរង្វាន់នាយកប្រតិបត្តិឆ្នាំ2018របស់លោកដែលអាចផ្ដល់ឲ្យលោកមាន 8% ទៀតខណៈពេលដែលទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ត្រូវបានកាន់កាប់នៅក្នុង SpaceX និងក្នុងកម្រិតតិចជាង Tesla លោក Musk ក៏បានបង្កើតនិងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលបានចាប់ផ្ដើមអាជីវកម្មផ្លូវរួមក្រោមដី The Boring Company និងក្រុមហ៊ុន Neuralink តើលោកអ្នកយល់ឃើញយ៉ាងណាដែរចំពោះលំដាប់លំដោយនៃមហាសេដ្ឋីពិភពលោកនិងទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេសូមចុច Like និង Subscribe ដើម្បីទទួលបាននូវវីដេអូជាច្រើនទៀតសូមអរគុណ